សូមបកណាជាម្ចាស់ញាតិញោមទាំងអស់ដែលយើងបាននិមន្តនឹងដើរនៅលើផែនដីនេះមេត្តាពិចារណាអំពីផែនដីជាមួយនឹងខ្ញុំបកណាអាត្មាភាពដូចតទៅនេះថាអ្នកណាក៏ដោយដែលបានដាក់ចុះនៅរបស់ស្អាតក្តីរបស់មិនស្អាតក្តីនៅលើផែនដីនេះយើងឃើញថាផែនដីមានសភាពស្មើជានិច្ចមិនមានការស្រឡាញ់ហើយក៏មិនមានការស្អប់យ៉ាងណាមិញមនុស្សយើងដែលមានការអប់រំទូមានចិត្តបដៅចិត្តបានហើយរមែងមិនមានការឡើងចុះគឺមិនមានការស្រឡាញ់និងការស្អប់ចំពោះអារម្មណ៍ដែលល្អនិងមិនល្អនោះឡើយហើយយើងសង្កេតពិនិត្យមើលផែនដីគឺទ្រទ្រង់អ្វីសពគ្រប់បែបយ៉ាងដូចជាផ្ទះសម្បែងទីកន្លែងដើមឈើព្រៃភ្នំទន្លេសមុទ្រនិងមនុស្សជាដើមគឺថាផែនដីនេះមិនមានការខ្ជិលច្រអូសនោះទេយ៉ាងណាមិញមនុស្សដែលមិនខ្ជិលច្រអូសគឺមានសេចក្តីបំពេញនៅក្នុងករណីយកិច្ចដ៏ប្រសើរទាំងឡាយទៅតាមតួនាទីរបស់ខ្លួននិងជាមនុស្សដែលមានសមត្ថភាពខ្ពស់អាចជាទីអាស្រ័យនៅនៃមនុស្សសត្វទាំងឡាយដទៃបានយ៉ាងច្រើនទៀតផង